ទស្សនាសេចក្តីរាយការណ៍ពីលោកសៅហ៊ឿនវិញអំពីសមាគមអតីតសិស្សនិស្សិតនៅកម្ពុជាសរសេរអំពីប្រវត្តិសាស្ត្រពិតរបស់កម្ពុជាផ្ដល់ជូនមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគឺការងាររដ្ឋបាលនៃកងយុទ្ធពលខេមរៈភូមិន្ទប្រធានសមាគមអតីតសិស្សនិស្សិតនៅកម្ពុជានិងជាប្រធានក្រុមការងារសៀវភៅកូនប្រុសច្បងដ៏មានឥទ្ធិពលលោកម៉ែស៊ីថុននិងសហការីបាននាំយកសៀវភៅសរសេរអំពីប្រវត្តិសាស្ត្រពិតរបស់កម្ពុជាដែលនិពន្ធរៀបរៀងនិងចងក្រងដោយឯកឧត្តមពៅសុកទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនដល់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងាររដ្ឋបាលនៃកងយុទ្ធពលខេមរៈភូមិន្ទសៀវភៅរួមមានអ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ីភាគ2អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ីភាគ3សម្ដេចហ៊ុនសែន3យន្តការឈ្នះ COVID-19 និងសម្ដេចហ៊ុនសែនកំពូលស្ថាបនិកនិងបិតាសន្តិភាពរបស់កម្ពុជាក្នុងឱកាសប្រគល់ទទួលនោះលោកម៉ែស៊ីថុនបានលើកឡើងឲ្យដឹងថានេះជាលើកទី2សម្រាប់ការផ្ដល់សៀវភៅដល់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងាររដ្ឋបាលនៃកងយោធពលខេមរៈភូមិន្ទដើម្បីជាគុណប្រយោជន៍ដល់សិក្ខាកាមទាំងអស់ក្នុងការសិក្សាឆ្វេងយល់នៅប្រវត្តិសាស្ត្រពិតនិងស្នាដៃសមិទ្ធផលជាក់ស្ដែងរបស់ថ្នាក់ដឹកនាំកម្ពុជារបស់ជាតិប្រតិទី2នេះគឺយើងមានបន្ថែមដូចជាអ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ីភាគ2ហើយនិងភាគ3បើការលើកទី1មានជួនភាគ1រួចហើយនឹងសភៅសម្រាប់ហ៊ុនសែនគូស្ថាបនិកបេតាសន្តិភាពនេះរបស់សមាគមអតីតសិស្សនិស្សិតកម្ពុជានេះធ្វើការផ្សព្វផ្សាយសភៅរបស់ថ្នាក់នាំនេះទាំង25រាជធានីខេត្តបាទគឺបានបញ្ចប់ជាស្ថាពរនៅឆ្នាំ2023បាទហើយ24នោះក៏បន្តទៀតទាំង25រាជធានីខេត្តផងដែរទៅលើការងារយុវជនបាទហើយក្រៅពីនេះក៏យើងធ្វើការផ្សព្វផ្សាយទៅកាន់ស្ថាប័នក្រសួងក្រុមហ៊ុននិងសាធារណជនដែលមានតម្រូវការប្រចាំតាមបណ្ដាបាទហើយនៅទីនេះពិតជារីករាយណាស់បាទព្រោះថាយើងបានចូលចែកចំណែកទៅដល់សិក្ខាកាមយើងបានសិក្សារៀនសូត្រនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងាររដ្ឋបាលនៃកងយុទ្ធពលការភូមិហើយសង្ឃឹមថាខ្លឹមសារនៅក្នុងសភៅទាំងអស់នេះនឹងចែកចំណែកទៅដល់សិក្ខាកាមយើងប្រកបដោយមានតម្លៃបាទនៅក្នុងនេះគឺយើងចងក្រងជាប្រវត្តិសាស្ត្រពិតស្នាដៃនិងសមិទ្ធផលពិតរបស់ថ្នាក់នាំរបស់យើងនៅលោកបានធ្វើកន្លងហើយជុំវិញការទទួលសៀវភៅនេះឧត្តមសេនីយ៍ត្រីប៉ែនច័ន្ទបុរិននាយករងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងាររដ្ឋបាលនៃកងយុទ្ធពលខេមរៈភូមិន្ទបានសម្ដែងនៅសេចក្តីរីករាយនិងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងក្រុមការងារនៃសមាគមអតីតសិស្សនិស្សិតនៅកម្ពុជាចំពោះការផ្ដល់សៀវភៅដ៏មានតម្លៃដែលជាពុទ្ធិដ៏ធំធេងបំផុតរបស់សិក្ខាកាមលោកឧត្តមសេនីយ៍ត្រីបញ្ជាក់ថាសៀវភៅដែលទទួលនេះនឹងតម្កល់ទុកក្នុងបណ្ណាល័យរបស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងាររដ្ឋបាលនៃកងយុទ្ធពលខេមរៈភូមិន្ទដើម្បីអភិវឌ្ឍឯកសារនិងបណ្ណាល័យសម្រាប់បម្រើសេវាឲ្យដល់មិត្តអ្នកអានយោធាចារសាស្ត្រាចារ្យសិក្ខាកាមទាំងអស់បានចូលអានសិក្សាស្រាវជ្រាវនិងធ្វើកំណត់ត្រាលើខ្លឹមសារសំខាន់តាមសេចក្តីត្រូវការនៃវគ្គបណ្ដុះបណ្ដាលគ្រប់ជំនាន់របស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងាររដ្ឋបាលនៃកងយុទ្ធពលខេមរៈភូមិន្ទហើយនេះខ្ញុំគិតថាវាផ្ដល់ជំនួយស្មារតីដល់បងប្អូននិស្សិតសិក្ខាកាមដែលគាត់ចូលមករៀននៅវគ្គរដ្ឋបាលយើងនេះណាបងបាទគាត់នឹងយកទៅអានហើយគាត់នឹងបានស្វែងយល់ពីខ្លឹមសារនៅក្នុងសភៅទាំងអស់នេះហើយក៏ជាទុនសម្រាប់គាត់ទៅថ្ងៃមុខផងដែរបាទចំពោះសភៅនេះគឺខ្ញុំគាត់នៅយកទៅប្រគេនព្រះអង្គនៅវត្តរកាដោយសារខ្ញុំមួយរយៈហ្នឹងទៅស្នាក់នៅវត្តព្រះអង្គឃើញព្រះអង្គគាត់ចូលចិត្តអានសភៅបាទអញ្ចឹងខ្ញុំនឹងយកសភៅនេះទៅប្រគេនព្រះអង្គមួយមុខមួយក្បាលទេយកទៅប្រគេនគាត់ហើយសង្ឃឹមថាពេលព្រះអង្គគាត់បានអានគាត់បានអីហើយព្រោះព្រះអង្គគាត់នៅសាលាគាត់មានសាលាបល័យសាលាទៀតអញ្ចឹងណាអញ្ចឹងគាត់បរៀនសិស្សបរៀនអីអញ្ចឹងគាត់នឹងផ្សព្វផ្សាយបន្តពីស្នាដៃរបស់សម្ដេចដើម្បីឲ្យក្មេងៗជំនាន់ក្រោយគាត់បានដឹងបន្ថែមទៀតចឹងបងគុណច្រើនបាទទូរទស្សនិកជន